ដំឡូងជ្វាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពហួសពីការស្មានដំឡូងជ្វាគឺជាអាហារសម្រន់ដែលខ្មែរយើងចូលចិត្តណាស់ពិសេសគឺនៅតាមតំបន់ជនបទដំណាំមើមដែលមានសាច់ច្រើនពណ៌ដូចជាពណ៌លឿងពណ៌សពណ៌ស្វាយហើយមានរសជាតិផ្អែមឆ្ងាញ់នោះក្រៅពីវាឆ្ងាញ់គឺវាមានគុណសម្បត្តិនិងជួយដល់រាងកាយបានច្រើនទៀតពីព្រោះនៅក្នុងដំឡូងជ្វាគឺវាប្រមូលផ្ដុំទៅដោយបេតាការ៉ូតែនដែលមានវីតាមីន C វីតាមីន B រ៉ែដែកនិងផូស្វ័រដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងនឹងជំងឺនិងការពារការឈឺចាប់ជាច្រើនរាប់មិនអស់ទី2ទប់ទល់ការរលាកដំឡូងជ្វាគឺជួយប្រឆាំងនឹងការព្យាបាលអាការៈរលាកទាំងក្នុងនិងក្រៅខ្លួនដោយវាបានផ្សំបញ្ចូលគ្នារវាងបេតាការ៉ូតែនម៉ាញ៉េស្យូមនិងវីតាមីន C 3គ្រប់គ្រងជំងឺរលាកសន្លាក់នៅក្នុងដំឡូងជ្វាគឺវាសម្បូរទៅដោយបេតាការ៉ូតែនម៉ាញ៉េស្យូមស័ង្កសីនិងក្រុមវីតាមីន B ដែលវាមានសមត្ថភាពចាត់ចែងនិងដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងល្អហើយទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វាក៏អាចយកទៅលាបនៅត្រង់បរិវេណសន្លាក់ឈឺដើម្បីបន្ធូរបន្ថយអាការៈឈឺចាប់បានផងដែរ4កាត់បន្ថយរោគសញ្ញាហឺតដោយសារតែក្លិនក្រអូបរបស់ដំឡូងជ្វាគឺវាអាចជួយកាត់បន្ថយតឹងច្រមុះដែលវាជះឥទ្ធិពលដល់ច្រមុះតងសួតនិងសួតបានហើយចំពោះអ្នកដែលកើតជំងឺសួតក្លិនពីដំឡូងជ្វាក៏អាចជួយឲ្យធូរស្រាលបានមួយកម្រិតផងដែរ5ជួយដល់ការរំលាយអាហារដំឡូងជ្វាគឺជាពពុះអាហារសម្រន់សម្បូរទៅដោយកាកសរសៃរ៉ែខនិកនិងម៉ាញ៉េស្យូមដែលអាចជួយប្រព័ន្ធរំលាយអាហារឲ្យកិនបានល្អហើយវាមានភាពងាយស្រួលញ៉ាំហើយឆាប់រំលាយបានល្អនិងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះពោះវៀននិងជួយឲ្យការបន្តបង់ស្រួល6ជួយប្រយុទ្ធប្រឆាំងមហារីកនៅក្នុងដំឡូងជ្វាដូចជារោងចក្រផលិតថាមពលជាតិបេតាការ៉ូតែនអង់ទីអុកស៊ីដង់ដ៏អស្ចារ្យដែលវាមានតួនាទីប្រឆាំងជាមួយនឹងមហារីកបានទៀតផងពីព្រោះវាផ្សំបញ្ចូលគ្នារវាងវីតាមីន C ដែលអាចធ្វើឲ្យដំណើរការបានល្អនៅក្នុងការព្យាបាលមហារីកច្រើនប្រភេទជាពិសេសគឺមហារីកនៅក្នុងពោះវៀនធំពោះវៀនតូចក្រពេញប្រូស្តាតតម្រងនោមឬសរីរាង្គខាងក្នុងដទៃទៀត7ជួយញាក់ទឹកនោមផ្អែមដំឡូងជ្វាអាចជួយដល់ការបញ្ចេញអរម៉ូនអាំងស៊ូលីននិងតម្រូវកម្រិតជាតិស្ករនៅក្នុងឈាមហើយអាចញ៉ាំជំនួសបាយក៏បានបើយើងទម្លាប់8រក្សាជាតិទឹកក្នុងរាងកាយជាតិកាកសរសៃដ៏ច្រើននៅក្នុងដំឡូងជ្វាគឺអាចជួយឲ្យរាងកាយរក្សាបាននូវតុល្យភាពជាតិទឹកបើមានជាតិទឹកគ្រប់គ្រាន់ហើយកោសិកាក៏អាចបំពេញមុខងារបានល្អដែរហើយដើម្បីមិនឲ្យស្បែកស្ងួតនិងការពារការបែកស្រកាទៀតផង